អ៊ំទៅជាឆ្មាតូចមួយលាងដៃជាមុនសិនស្រមុកនេះជាការក្រអឺតក្រទុំហើយក្មេងស្រីខូបកំណើតយើងទៅណានេះសូមទោសដងលេគឺជាពួកយើងនេះជាអំណោយថ្ងៃកំណើតរបស់អ្នកខ្ញុំបានចុះពីភ្នំដើម្បីទិញការបោះពុម្ពមានកំណត់សម្រាប់ឆ្នាំនេះតើអ្នកចូលចិត្តវាទេអរគុណបងស្រី Langer វាល្អណាស់ក្នុងការចិញ្ចឹមក្រូចឆ្មាតូចរបស់យើង Langer នៅទីនេះសួស្ដីលោកគ្រូនាងឆ្នាំនេះឆៅមិនត្រឡប់មកវិញទេខ្ញុំបានសរសេរសម្បត្តិមួយច្បាប់កាលពីប៉ុន្មានថ្ងៃមុនថាគាត់ជាប់រវល់ប្រឡងហើយនឹងត្រឡប់មកវិញនៅថ្ងៃចូលឆ្នាំកូនកំឡោះនេះក្នុងថ្ងៃខួបកំណើតរបស់ដងលេគាត់មិនចង់ត្រឡប់មកវិញដើម្បីមើលថាតើប្អូនស្ត្រីម្នាក់របស់គាត់មើលទៅដូចបងប្អូនឬអត់បងប្រុសគឺជាបងប្រុសដ៏ល្អបំផុតអ្នកនឹងត្រឡប់មកជួបខ្ញុំវិញនៅពេលអ្នករួចរាល់អ៊ំក្មេងស្រីតូចអ្នកនឹងការពារនាងបាទអ៊ំសូមអញ្ជើញមកសប្តាហ៍ថ្ងៃនេះមានមនុស្សច្រើនណាស់ហើយយើងអាចញ៉ាំជាមួយគ្នាបានសូមអបអរសាទរនេះគូជាវាពួកគេតិចតួចគុំទុកនរណាម្នាក់នៅពីក្រោយអ្នកសូមភ្ញាក់ឡើងហួហែកតាមកដល់អ៊ំហេតុអ្វីនៅទីនេះអ្នកទៅជាក់ស្ដែងនៅក្នុងជីវិតនេះទីបំផុតខ្ញុំមានទំនាក់ទំនងគ្រួសារដែលខ្ញុំតែងតែស្រមៃចង់បានឥឡូវនេះគ្រាន់តែមើលទាំងអស់នេះរអិលចេញពីខ្ញុំហេតុអ្វីបានជាខ្ញុំសាទរម្លេះប្រព័ន្ធនេះត្រូវបានផ្លាស់ប្ដូរនៅពេលដែលវាបានរកឃើញថាម្ចាស់ផ្ទះកំពុងទុះឡើងជាមួយនឹងអារម្មណ៍យ៉ាងខ្លាំងដើម្បីការពារគ្រួសាររបស់គាត់អ្នករៀបចំកន្លែងអង្គុយផ្ញើកាត់បទពិសោធន៍ T0 ប្រើដោយស្វ័យប្រវត្តិល្ងងខ្លៅគាត់ដឹង 70% នៃរាងកាយរបស់អ្នកមិនមែនជាបរិសុទ្ធសង្ហាទេប្រញាប់ឡើងតើរឿងបែបនេះអាចកើតឡើងដោយរបៀបណាក្មេងនេះតើដើមកំណើតអ្វីផ្លេចគោលដៅរាងកាយរបស់គាត់ត្រូវបានសម្រេចហើយគាត់ឈ្នះដោយការផ្លាស់ទីមុនខ្ញុំ Lose Out Spot
យើងត្រូវតែសម្លាប់ទេពអប្សរទាំងអស់នៅក្នុងពិភពលោកឈៀវឃីវពេលចូលដល់ទ្វារឈើអ្នកត្រូវហៅខ្ញុំថាមេអ្វីត្បិតតែមានបញ្ជានិកាយសាខារបស់យានសងក៏ដោយប៉ុន្តែឥឡូវនេះវាកំពុងជួបប្រទះនឹងបញ្ហាតូចតាចមួយចំនួនប៉ុន្តែអ្នកអាចប្រកាសថាមេនឹងថែរក្សាវ៉ាសាក់លបងឈៀវឃីវតើអ្នកនឹងធ្វើអ្វីម្ចាស់ម្នាក់នោះខ្ញុំនឹកឃើញភ្លាមថាខ្ញុំបានទុកសម្លៀកបំពាក់មួយចំនួននៅផ្ទះជឿលើកម្លាំងនៃនិកាយអ្នកត្រូវរៀនពីពូរបស់អ្នកទោះបីគាត់បានជាប់គាំងក្នុងការចាក់ចេញពីប្រទេសអស់រយៈពេល10ឆ្នាំក៏ដោយក៏គាត់នៅតែអនុវត្តយ៉ាងលំបាកមិនដែលបរាជ័យអារម្មណ៍នៃការតស៊ូដរាបណាអ្នកសន្យាថានឹងអនុវត្តឲ្យបានល្អនាពេលអនាគតជើវាយនឹងនាំអ្នកឲ្យហោះហើរឥឡូវនេះឈៀវត្រូវតែប្រឹងប្រែងវាជាកិច្ចព្រមព្រៀងរួចរាល់ហើយប៉ូលីសត្រូវបានគេហៅដល់ពេលត្រូវហោះហើរហោះឡើងឈៀវកំពុងហោះហើរចៅវាយបាននិយាយចៅវាយនាយជាមនុស្សបែបណាពូម្ចាស់គាត់និយាយពេញមួយថ្ងៃប៉ុន្តែគាត់ជាមនុស្សដែលម្ចាស់ទុកចិត្តបំផុតអ្នកនឹងដឹងបន្ទាប់ពីអ្នកបានជួបគាត់ប៉ុន្តែអ្នកមិនអាចយកតម្រាប់តាមធម្មពលរបស់គាត់បានទេអ៊ំលេខគ្រូអ្នកណាទៅមុនប្រសិនបើមេឃមិនផ្ដល់កំណត់ឲ្យខ្ញុំទេខ្ញុំនឹងច្រៀងនៅពេលព្រឹកហើយមេឃនឹងវិលជារៀងរហូតដូចជាយប់ដល់វែងអូមិនអីទេអស់ចាណាស់នេះឬជាព្រះសម្មាសម្ពុទ្ធគុំស្ដាប់ហើយមិនសួរអ្នកនឹងឆ្លងពីគាត់បងប្រុសនេះគឺជាឈៀវដែលជាសិស្សនៅក្នុងចិត្តរបស់ខ្ញុំវាត្រូវបានគេរកឃើញថាសាខាឈ្មោះដែនឆេនយ៉ូត្រូវបានធ្វើឲ្យសកម្មដោយបង្ខំបេសកកម្មបច្ចុប្បន្នគឺដើម្បីអួតអំពីនិកាយប្រព័ន្ធប្រញាប់ធំក្លិនហើយទីបំផុតអ្នកនៅទីនេះហើយសិស្សតើអ្នកដឹងថាខ្ញុំម៉ោងប៉ុន្មានទេកំណប់របស់ខ្ញុំប្រព័ន្ធប្រញាប់ធំក្លិនទីបំផុតអ្នកនៅទីនេះសំបតើអ្នកដឹងថាខ្ញុំម៉ោងប៉ុន្មានទេកំណប់របស់ខ្ញុំហើមើលទៅខ្ញុំប្រកាសថាវាអស្ចារ្យដងលេបានលើកខ្ញុំឡើងបងប្រុសរបស់ខ្ញុំអ្នកបាននិយាយថាអ្នកមិនអាចហោះហើរបានទេហើយអ្វីបានជាអ្នកលុតគូយ៉ាងនេះអ្នកពូឈៀវថ្វាយបង្គំព្រះប្រធានជំនាញដោរបស់ក្មេងស្រីយ៉ាងខេជាគឺអស្ចារ្យជាងនេះប្រកាសភ្នែករបស់បងប្រុសខ្ញុំចំពោះមនុស្សគឺល្អដូចខ្ញុំប៉ុន្តែអ្វីដែលលេចធ្លោបំផុតនោះគឺគាត់មានសំណាងល្អនិងឱកាសដ៏អស្ចារ្យតើអ្នកគិតយ៉ាងណាដែរគាត់អាចមើលឃើញវាដូច្នេះខ្ញុំមានសំណាងគ្រប់គ្រាន់ដែលបានជួបពួកយើងខ្ញុំដឹងថាគាត់អាចមើលឃើញស៊ីឈៀវចូលរួមជាមួយខ្ញុំមុំនេះនឹងក្លាយជាពរជ័យនៃជីវិតរបស់អ្នកពេទ្យហៅអីចៅវាយមិនបាននិយាយថាគាត់នឹងទទួលបានស្ករគ្រាប់មួយបាច់ជារៀងរាល់ថ្ងៃបន្ទាប់ពីចូលរួមជាមួយមុំមិន Candide House ការផ្សាយពាណិជ្ជកម្មខ្ញុំចូលរួមមេដឹកនាំហាអូបេនប្រកាសថាចាប់ពីពេលនេះទៅអ្នកនឹងក្លាយជាសិស្សរបស់ម៉ែធ្វើតាមវិញឆេងមិនអីដាឈូបងប្រុសឈៀវក៏ដើរលេងមួយថ្ងៃដែរឲ្យខ្ញុំយកគាត់ទៅសម្រាប់សិនអូហើយផងដែរលើកនេះខ្ញុំបានដំណឹងខ្លះពេលចុះភ្នំបង្ហាញលេចឡើងម្ដងទៀត10ឆ្នាំទីបំផុតមានព័ត៌មានអំពីពួកគេដោយមិនដឹងខ្លួនវាមានរយៈពេល18ឆ្នាំហើយចាប់តាំងពីខ្ញុំបានមកពិភពហ្គេមនៃ Change Realm នេះដោយមិនដឹងខ្លួនខ្ញុំមិនខ្វល់អ្វីទាំងអស់បេសកជនទាំងពីរនាក់នោះ
ខ្ញុំអាចលះបង់ធម្មពលរបស់ខ្ញុំសម្រាប់ហ្គេមនេះជារៀងរាល់ថ្ងៃប៉ុន្តែអ្នកណាដឹងថាវានឹងចូលមកដោយគ្មានហេតុផលអ្វីត្បិតតែមុំមិនជានិកាយដែលគេស្គាល់តិចតួចក៏ដោយក៏ខ្ញុំមិនដែលកត់សម្គាល់វាពីមុនមកដែរប៉ុន្តែអ្នកគ្រប់គ្នានៅ Wooden Door បានផ្ដល់ឲ្យខ្ញុំនៅអារម្មណ៍ដែលខ្ញុំមិនធ្លាប់ជួបប្រទះពីមុនមកយឺយ៉ាវស៊ីវបានយកអ្វីទាំងអស់នេះចេញចាប់តាំងពីពេលនោះមកខ្ញុំបានផ្លាស់ប្ដូរធម្មពលរយៈពេលខ្លីពីប្រព័ន្ធទោះបីជាខ្ញុំហាត់ខ្លាំងទៅថ្ងៃអនាគតស្ថានភាពសេដ្ឋកិច្ចមិនមានភាពប្រសើរឡើងតតែសោះប្រព័ន្ធនេះមិនដែលមានលទ្ធភាពទេនេះគឺជាតម្លៃនៃការខ្លាចជាខ្លាំងប៉ុន្តែដូច្នេះអ្វីរយៈពេល10ឆ្នាំបានមកដល់ប៉ុន្តែលូយ៉ាវត្រឡប់មកវិញហើយរងចាំការស្លាប់បង្ហាញអ្វីបងចង់ចុះភ្នំជាមួយបងត្រូវកាប់ស្មៅព្រៃសិនទោះបីជាបងប្អូននិងបងប្អូនមិនបានចុះភ្នំជាមួយគ្នាយូរមកហើយបាទប៉ុន្តែអ្នកមិនចាំបាច់រំភើបពេកទេវានឹងធ្វើឲ្យអ្នករីករាយក្នុងការមើលនោះហើយជាអីអូទីបំផុតកូនរបស់ខ្ញុំបានធំឡើងហើយចាប់ដើមមិនចូលចិត្តបងប្រុសរបស់ខ្ញុំឈ្មោះ Dash ទេមានអ្វីខុសជាមួយអ្នកជាធម្មតាអ្នកនៅចិត្តផ្ទះដោយប្រពន្ធតូចប៉ុន្តែលើកនេះខ្ញុំគិតភ្លាមប្រឡំលោកតើអ្នកមានការខុបខិតអ្វីអែដឺដងលីមិនដឹងអ្វីមួយទេទម្រាំឈានដល់ឈានចូលមកដល់គោលបំណងសំខាន់នៃការចុះពីលើភ្នំលើកនេះគឺជាការពិតវាជាការបំបែកកញ្ចក់ពិតជាឡើយឌូទៅរៀបចំអីខ្លះយើងអាចចេញដំណើរនៅថ្ងៃស្អែកយើងមិនចាំបាច់រងចាំរហូតដល់ថ្ងៃស្អែកទេយើងអាចចាក់ចេញឥឡូវនេះលោកគ្រូហេតុអ្វីយើងមិនទៅជាមួយគេតើអ្នកដឹងថាអ្វីដែលធ្វើឲ្យគួរឲ្យចាប់អារម្មណ៍នេះមិនមែនគ្រាន់តែគាត់បែកស្រុកទេអូនេះជារបៀបដែលវាគឺជាខ្ញុំបានហាត់ច្រើនឆ្នាំមកហើយខ្ញុំនៅតែមិនដឹងថាត្រូវចាក់ចេញពីប្រទេសដោយរបៀបណានោះជាសិទ្ធិតើខ្ញុំអាចចាំបានថាមាននរណាម្នាក់ដែលខ្ញុំយកចិត្តទុកដាក់តាំងពីខ្ញុំនៅក្មេងខ្ញុំគិតថាលើកនេះខ្ញុំគិតថានឹងចុះពីភ្នំបន្ទាប់ពីបានឮថាខ្ញុំមកដល់មុំមិនលោកពូអ្នកចាប់ផ្ដើមបង្កើតរឿងមិនសមហេតុសមផលម្ដងទៀតហើយធ្វើរឿងមិនសមហេតុសមផលនឹងធ្វើឲ្យមានការសង្ស័យហេឃើញទេលឺខ្វល់ខ្វាយពេកក្នុងការលេងសើចចូលធ្វើតាមគាត់លោកគ្រូមិនឲ្យខ្ញុំរៀនពីលោកគ្រូដើម្បីសង្គ្រោះខួរក្បាលខ្ញុំពូជាមេបានបំផ្លាញប្រព័ន្ធធ្វើដំណើរប្រចាំថ្ងៃរបស់ខ្ញុំមិនដឹងថាគាត់កំពុងនិយាយអំពីអ្វីទេទោះជាលោកពូនិយាយយ៉ាងណាក៏មិនស្ដាប់ដែរអ្នកគឺជាក្តីសង្ឃឹមរបស់មុំមិនរបស់យើងដូច្នេះអ្នកមិនអាចបំផ្លាញគាត់បានទេហេតុអ្វីបេសកកម្ម Orange Broken Mirror ត្រូវបានធ្វើរាប់មិនអស់ក្នុងជីវិតមុនហើយតម្រូវឲ្យសម្លាប់កម្រិត11ត្រឹមត្រូវខ្ញុំមិនមានកម្លាំងនិងបទពិសោធន៍នៃកម្រិតនៃសត្វក្រៅភពនេះដើម្បីរកឃើញចំណុចខ្សោយរបស់សត្វក្រៅភពទាំងអស់នៅក្នុងតំបន់នេះដឹងអ្វីទាំងអស់នៅទីនេះអីយ៉ាហេបងប្រុសយើងមានសំណាងណាស់ដែលយើងបានរកឃើញស្មៅខាងវិញ្ញាណ3ដែលបែងចែកយ៉ាងល្អក្នុងពេលតែមួយហើយវាពិតជាអស្ចារ្យណាស់ការគេងលក់ស្កប់ស្កល់ក៏បានជៀសវាងការប្រយុទ្ធគ្នាយ៉ាងខ្លាំងយើងគ្រាន់តែយកអសខាងវិញ្ញាណភ្នំហើយចាក់ចេញទៅឥឡូវយើងមានវាហើយយើងអាចទៅផ្ទះបានលាហើយបាយនេះទេមិនមែនគាត់ទេតើគាត់កំពុងធ្វើអ្វីនេះនឹងនេះពិតខ្ញុំគិតថានេះបានដាស់ដៃឡើងហើយរត់មេហាក់ដូចជាមានគ្រោះថ្នាក់វាជាការល្អដែលមានចំណុចមួយរវាង Shenzhen និង Lao Colin ប្រាប់ខ្ញុំប្រសិនបើអ្នកអាចហេតុអ្វីអ៊ំស្រមុកឈប់ខ្ញុំនឹងវាអ្នកពេញក្បាលឡានរបស់អ្នកនឹងខូចអ៊ំត្រឹមត្រូវហឹមមើលអាច
អ្នកបានសម្រាប់ពូខ្មៅកម្រនឹងអសកម្មដោយជោគជ័យហើយទទួលបាន 10000 ចុចបេសកកម្មរបស់អ្នកត្រូវបានបញ្ចប់ថាតើត្រូវទទួលរង្វាន់បេសកម្មរង្វាន់ត្រូវបានប្រមូលឥឡូវនេះម្ចាស់ផ្ទះបើបន្ទះផ្ទាល់ខ្លួនទិញទូរូបលើកនេះគឺសិននឹងទទួលបានរង្វាន់បន្ថែមនៃការរស់ឡើងវិញនិងការថេលិនពណ៌ទឹកក្រូច5គាត់សង្ហាណាស់ខ្ញុំទទួលស្គាល់ថាគាត់ស័ក្តិសមនឹងការងារនេះនាយកការរស់ឡើងវិញ5មានន័យថាខ្ញុំមានការរស់ឡើងវិញ5ឱកាសរបស់ខ្ញុំល្អណាស់សម្រាប់ការបំភ្លឺពណ៌ទឹកក្រូចនេះមានមនុស្សតិចណាស់ដែលមានគុណវុឌ្ឍិនេះក្នុងជីវិតមុនដោយការរំពឹងទុកខ្ញុំនៅតែជាមេដ៏ពូកែម្នាក់តើគាត់មានបញ្ហាអ្វីតោះទៅទេសភាពនៅទីនេះស្អាតណាស់តោះសម្រាប់នៅទីនេះហេអូបងប្រុសកុំបង្កើតបញ្ហាហើយទៅឆ្ងាយឈប់និយាយទៅខ្ញុំហៀបនឹងភ្ញាក់ហើយតើអ្នកគិតថាបងប្រុសយ៉ាវមានឱកាសក្រោកឡើងទេតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្នមិនដែលធ្លាប់មានជោគជ័យមុនអាយុ16ឆ្នាំឡើយឱកាសរបស់គាត់គឺតិចតួចបងប្រុសខ្ញុំពិតជាសង្ឃឹមថាអ្នកអាចក្រោកឡើងខ្ញុំចង់មានភាពស្មោះត្រង់និងរឹងមាំពុតក្បាលរបស់អ្នកផងដែរបងប្រុស Helen ពិតជាចង់បាន Helen យល់ទេបើកចូលទៅក្នុងទីជ្រៅបំផុតហើយវាធ្វើឲ្យផ្ទៃមេឃមានអាថ៌កំបាំងដូចដែលវាក្រឡាប់ការបញ្ជាទិញ3ឆ្វេងត្រឡប់ទៅផ្លូវវិញមេបញ្ជាការបានបំបែកបញ្ចូលខាងវិញ្ញាណខ្ញុំបានបញ្ជាឲ្យនាគសូត្រនៅក្នុងអាបទាំង9លីលិញចេញហេសូមតើធ្វើដូចម្ដេចទើបធ្វើឲ្យឆាវឆេងក៏យំប្រើកម្លាំងរបស់អ្នកទាំងអស់អតីតកាលវាប្រែថាឈៀនដៅគ្រាន់តែជាអ្នកអានដោយគ្មានអារម្មណ៍តាមមើលទៅមានសម្លេង8ពីវិញ្ញាណស្ថានសុខដែលនិយាយថារូបកាយរបស់ខ្ញុំគួរផ្លាស់ប្ដូរដោយសមហេតុផលប៉ុន្តែខ្ញុំមិនអាចមានអារម្មណ៍ថាមានអំណាចនៃស្ថានសុខក្នុងខ្លួនរបស់ខ្ញុំទេតើមានអ្វីខុសប្រាកដខែចំនួន8ជាមួយនឹងទេពកោសល្យបែបនេះសូម្បីតែបើប្រៀបធៀបជាមួយមេនិកាយក៏ប្រហែលជាច្រើនជាងដែរតើវាអាចទេដូចពាក្យថាវាសនាខ្ញុំជាអ្នកកំណត់ខ្ញុំមិនអាចជួយវាបានទេខ្ញុំមិនចូលចិត្តលេខឡៅបាទទេ5កំពុងមកយូបានបញ្ជាឲ្យគេបញ្ចុះក្នុងពេលតែមួយការសង្គ្រោះជីវិតនោះមិនអីទេហេតុអ្វី10ឆ្នាំនៃដាវីតមុនចលនាមួយបំបែកកញ្ចក់ស្ថានសុខ1ស្ថានសុខ2ស្ថានសុខ3ស្ថានសុខ4និងស្ថានសុខ5បុរសម្នាក់នេះបានទម្លុះអាណាចក្រ Washington ក្នុងមួយដង្ហើមតើគាត់ជាបិសាចបែបណាចៅវាយតូចត្រឹមត្រូវក្មេងស្រីនេះបានឆ្លៀតឱកាសនេះហើយកម្មរស្មីនៃធម្មពលខាងវិញ្ញាណបានកើតនៅក្នុងខ្លួនរបស់នាងវាអាចត្រូវបានគេចាត់ទុកថាបានចូលទៅក្នុងជួរអ្នកអនុវត្តជាផ្លូវការបងប្រុសលូជីតើអ្នកនៅចាំអ្វីដែលអ្នកបាននិយាយកាលពីមុនទេឲ្យតែកញ្ចក់ខូចអ្នកនឹងជេរខ្ញុំកូនថប់បារម្ភពេកខ្ញុំបានឃើញមីងរបស់អ្នកជាបងបុរសម្នាក់ជាន់ខ្ពស់យ៉ាវហើយអ្នកទាំងអស់គ្នាមិនមានអ្វីនិយាយច្រើនទេបងប្រុសយ៉ាវខ្ញុំនឹងបង្កើបការដាំដុះរបស់ខ្ញុំដល់កម្រិតទី5នៃស្ថានសុខហើយខ្ញុំនឹងមិនលើសលុបអ្នកដទៃដោយកម្លាំងរបស់ខ្ញុំទេបងប្រុសរ៉ាវអ្នកក៏ចង់ឃើញកន្លែងដែលអ្នកឥឡូវនេះបាទបងប្រុសនេះនឹងនេះបងប្រុសនៅតែមិនទាន់គូសព្រួញ
បងប្រុសខ្ញុំនឹងទាញដាវមកគ្រប់អ្នកត្រឹមត្រូវបងប្រុសលូឆាវតើអ្នកគិតថាខ្ញុំមិនសមនឹងឲ្យអ្នកទាញដាវរបស់អ្នកទេបងប្រុសលូជីយ៉ូទាញដាវរបស់គាត់ហើយខ្ញុំធ្វើនេះដើម្បីប្រយោជន៍ខ្លួនឯងប្រសិនបើវត្ថុនេះចេញពីសម្បករបស់វាមនុស្សនឹងស្លាប់អញ្ចឹងនឹងការណែនាំបងប្រុសយកបានយល់រួចហើយគ្រាន់តែជាការណែនាំមួយចំនួនប៉ុណ្ណោះប៉ុន្តែក្មេងនេះយានយូអាចកំណត់ទស្សនៈរបស់គាត់លើ King Hao ដល់កម្រិតបែបនេះនៅក្នុងរដូវកាលទី3អូវាអាចចាត់ទុកបានតែមួយគត់តើលោកគ្រូផ្ដល់យោបល់អ្វីសំណុំពរគឺព្រលឹងនៃអាគារគឺជាចុងបញ្ចប់នៃអាគារប្រសិនបើអ្នកដាំដុះមានបំណងដាវគាត់អាចប្រើធម្មពលវេទមន្តជាច្រើនអ្នកនឹងយល់នៅពេលក្រោយបងប្រុសធំមិនថាអ្នកទាញដាវរបស់អ្នកល្អក្បាច់បន្ទាប់នេះគឺជាដាវដ៏ខ្លាំងបំផុតរបស់ខ្ញុំបាទបងប្រុសធំមិនថាអ្នកទាញដាវរបស់អ្នកល្អក្បាច់បន្ទាប់នេះគឺជាដាវដ៏ខ្លាំងបំផុតរបស់ខ្ញុំវាប្រែថានេះគឺជាស្ថានភាពបច្ចុប្បន្នភាពខុសគ្នារវាងការផ្ដល់យោបល់និងមិនមានការណែនាំខ្ញុំឃើញតើវាជាគម្លាតរវាងពន្លឺនិងនិតមែនទេបងប្រុសយ៉ាវសូមកែតម្រូវចិត្តគំនិតរបស់អ្នកឲ្យតាមទាន់ខ្ញុំបងបរិសម្នាក់ប្រយ័ត្នការផ្ដល់យោបល់ក្នុងការដោះសោត្រូវចំណាយ100,000ពិន្ទុបទពិសោធន៍ដើម្បីដំឡើងកំណែទៅកន្លែងមួយប៉ុន្តែវាបានចំណាយពេលពេញ1លានប៉ុន្តែត្រង់ណាស់ដូច្នេះនេះសំណុំពររបស់បងប្រុសយីលេងងូបងប្រុសយ៉ាវចង់ជូនអូននាងភ្ញាក់ផ្អើលប៉ុន្មានអសមត្ថភាពណាស់អូហូបាទកុំខ្លាចអីអ្នកចាញ់នោះហើយជាវាហេតុអ្វីបានជាវាបែបនេះរាល់ដងយឺយ៉ាវខ្ញុំនឹងកំចាត់អ្នកពេលបងបរិសម្នាក់លូយ៉ាវចេញមកខ្ញុំបានចូលដល់កម្រិតដំបូងនៃការចេញហើយ10ថ្ងៃមុនខ្ញុំបានឡើងវគ្គទី2ហើយបងប្រុសលូឆេវបងប្រុសយ៉ាវជីតាអ្នកចាប់ផ្ដើមយល់អំពីដំបូន្មាននេះនៅពេលណា1ខែមុនចាប់ពីថ្ងៃដែលខ្ញុំកាន់ដាវឈៀវជាងប្រសិនបើអ្នកមិនចូលចិត្តធ្វើពុតទេអ្នកមិនត្រូវយកតម្រាប់តាមនោះទេអ្វីដែលជារូបភាពចុះសម្រុងគ្នាមិត្តភាពដ៏គួរឲ្យតាក់ទាញមន្ទីរពេទ្យតូចអូនប្រុសយ៉ាវអ្នកសម្ដែងបានល្អណាស់វាគ្រាន់តែថាប្រសិនបើអប្សរស្អាតនៅក្នុងព្រៃវានឹងត្រូវបានបំផ្លាញដោយខ្យល់អ្នកគួរតែយល់ពីដកវិជានេះអត់អីទេដល់ពេលនឹងយកចាក់ចេញហើយខ្ញុំនឹងមកមិនដើម្បីស្វែងរកអ្នកក្នុងពេលឆាប់នេះបងប្រុសខ្ញុំមិននឹកស្មានថាអ្នកពិតជាយល់វាទេខ្ញុំស្នើឲ្យអ្នកបង្រៀនខ្ញុំឲ្យលឿនតោះត្រឡប់ទៅមិនជាមុនសិនខ្ញុំនឹងផ្ដល់ការណែនាំផ្ទាល់ខ្លួនដល់អ្នកក្នុងរយៈពេល2-3ថ្ងៃទៀតហេតុអ្វី
វាវែងតើអ្នកនៅរស់ទេអាហោប៉ាគ្រាន់តែនៅរស់ខ្ញុំបានឈានដល់កម្រិតទី5ហើយវាជាពេលវេលាដើម្បីបំពេញការសន្យាដែលខ្ញុំបានធ្វើចំពោះខ្ញុំអ៊ំអូអ៊ំវាមានអារម្មណ៍មិនស្រួលក្នុងការត្រូវបានប្រហោងចេញកងហ្វេង Express កងហ្វេងអ្នកបានទទួលបរិមាណទី2នៃ Kijo ដែលជាវិធីសាស្ត្រវាយប្រហារព្រៃកង់ជុំរបស់ City បរិមាណដំបូងនៃបច្ចេកទេស Chain Training ដែលខ្ញុំបានអនុវត្តគឺនៅកម្រិតទាបនៃការប្រមូលពណ៌ស្វាយប៉ុន្តែភាគទី2ពិតជាត្រូវបានផ្សព្វផ្សាយទៅ Junction នេះជាកណ្ដាប់ដៃទី3បន្ទាប់ពីខ្ញុំវាយបានកម្រិតទី2វាអាចថាវាបានឈានដល់កម្រិតកំពូលនៃការប្រមូលពណ៌ស្វាយឡអ្នកផលិតផលប្រមូលផ្ដុំនេះគឺពិតជាល្អជាងផលិតផលទៀតគ្រាន់តែសម្រាប់ខ្លីអាចបង្កើនពិន្ទុបទពិសោធន៍របស់អ្នកបានរាប់ម៉ឺនខ្ញុំបាននិយាយថាពូហ្គាវែងអ្នកបានព្យាយាមទម្ចាត់ខ្ញុំដែលជាប្រធានចំនួនទី5របស់ Moment ប៉ុន្តែអ្នកនៅតែមិនអាចសំបីតែចេញពីរាងកាយពិតរបស់អ្នកនិយាយទៅអ្នកក៏ជាអ្នកក្រដែរអត់អីទេចិត្តភ្លឺហើយអ្នកគួរតែត្រឡប់ទៅឈូវិញហើយសម្រាប់ឲ្យបានឆាប់ឡាវាជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ប្អូនបរិសម្នាក់របស់ខ្ញុំដើម្បីបំបែកឈាវជឿដោយជោគជ័យហើយចូលជីវិតអ្នកដាំដុះជាផ្លូវការអ៊ំអូបងប្អូនឲ្យមើលត្រីនេះដែលខ្ញុំចាប់បាននៅពេលអ្នកវាយគូប្រកួតរបស់អ្នកហើយគូប្រជែងរបស់អ្នកស្រែកទៅវិញតើអ្នកគួរឆ្លើយបែបណាឧទាហរណ៍វាមិនមែនថាផ្លូវមិនស្មើគ្នាទេអញ្ចឹងអ្នកនៅតែមិនអាចធ្វើវាបានជាការប្រសើរណាស់កុមារអាចត្រូវបានបង្រៀនកុមារអាចត្រូវបានបង្រៀនបងស្រីឧទាហរណ៍វាមិនមែនថាផ្លូវមិនស្មើគ្នាទេអ្នកនៅតែមិនអាចធ្វើវាបានជាការប្រសើរណាស់កុមារអាចត្រូវបានបង្រៀនកុមារអាចត្រូវបានបង្រៀនជីតាហាលាអ៊ំទេហើយវាជាប្អូនស្រីដ៏គួរឲ្យស្រឡាញ់និងសុភាពរបស់ខ្ញុំនៅទីនេះចៅវាយដ៏គួរឲ្យស្រឡាញ់និងសុភាពរបស់ខ្ញុំនៅទីនេះជាអលគីវវាហាក់ដូចជាគ្រូរបស់ខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅកិច្ចការផ្ទះបន្ថែមទៀតបន្ទាប់បើត្រូវតែល្អនិងល្អជាងអ្នកដទៃយើងចង់បញ្ចប់វាមើលទៅក្មេងល្អអីចឹងនេះមិនមានអ្វីត្រូវព្រួយបារម្ភទេមានអ្វីមួយនៅក្នុងចិត្តរបស់អ្នកថ្ងៃនេះគឺជាថ្ងៃដែល Jien Zong មកផ្ដល់ធនធានបណ្ដោះបណ្ដាលខ្ញុំចង់រក្សាធម៌ពលពណ៌ស្វាយនៅពេលព្រឹកដូច្នេះហេតុអ្វីបានជាខ្ញុំគួរជួយជាអនុវត្តប៉ុន្តែវាជាពេលថ្ងៃត្រង់ហើយប៉ុន្តែសិស្សរបស់ Jien Zong មិនទាន់មកដល់ទ្វារចុងនៅឡើយទេមានអ្នកណានៅទីនោះទេអូហូខ្ញុំទៅតែមកដល់ពួកសិស្សរបស់មុំមិនបានមកសួរសុខទុក្ខគាត់ហើយកូនអ្នកណាខ្លាញ់បន្លំជាងខ្ញុំខ្ញុំឈ្មោះ Chen Chiao ជាសិស្សពិតនៃ Sword Sect លូឆៅជាមួយជាប្រធាននិកាយបាទអ្នកដឹកនាំរបស់យើងលូឆៅគឺជាមេដឹកនាំនៃឋានសួគ៌ទី5នៃឈីជីងខ្ញុំសូមទូន្មានអ្នកជាសិស្សនេះឲ្យប្រយ័ត្នផងពាក្យសម្ដីនិងទង្វើរបស់អ្នកសិស្សពិតគ្រាន់តែជាសិស្សប៉ុណ្ណោះ
ខ្ញុំបានឃើញប្រធានផ្លូវកូនអ្នកពិតជាមានប្រាជ្ញាខ្ញុំនឹងមិនទទួលខុសត្រូវចំពោះការយឺតយ៉ាវនោះទេតើរបស់របរនៅឯណាជាការប្រសើរណាស់ប្រធាននោះគឺដោយសារតែធនធានដែលយានសងចែកចាយទៅមកមិនវាត្រូវបានយកទៅឆ្ងាយដោយអ្នកដាំដុះបិសាចមានការខ្មាស់អៀនតើពួកគេនៅឯណាអ្វីដែលជាភ្នែកសម្រាប់ដ៏គួរឲ្យខ្លាចគាត់ប្រកាសជាមិនចូលឬចាក់ចេញពីឋានសួគ៌ទី5ទេកន្លែងណាអ្នកបង្ហាត់អារក្សដែលខ្ញុំបានជួបនាពេលនេះពេលឆ្លងកាត់ Flame Forest គួរតែនៅជាមួយខ្ញុំនៅដំណាក់កាលដំបូងនៃការឈានទៅមុខទី2អ្នកធ្វើតាមជីវិតនេះខ្ញុំបានវាយគាត់មួយផ្លែប៉ុន្តែត្រូវគាត់របួសដោយមិននឹកស្មានដល់យករបស់ទាំងនោះទៅឆ្ងាយនៅពេលអ្នករត់គេចអ្នកបានបន្សល់ទុកស្នាមនៅលើដងខ្លួនរបស់គូបដេបាក់ហើយចង់បញ្ចូលរឿងនេះដល់ Master លើជាមុនសិនមុននឹងត្រឡប់ទៅយានសងវិញប្រមូលផ្ដុំបងប្អូនហើយទៅខាងមុខអារ៉េអ្នកណាហ៊ានយករបស់ម៉ែខ្ញុំយកខ្ញុំបាទអូហូរដ្ឋមន្ត្រីល្បិចរបស់អ្នកបង្កាត់បិសាចគឺចម្លែកនឹងអាចកំបាំងដូច្នេះកុំធ្វេសប្រហែសអត់អីទេឈប់សម្ដែងនិយាយតើការនាំមេដឹកនាំមកទីនេះមានគោលបំណងអ្វីលោកគ្រូលោកពិតជាត្រូវបានបំផ្លាញប៉ុន្តែប្រាជ្ញាយឺតគឺជាភាពល្ងងខ្លៅលោកគ្រូលោកមានកម្រិតខ្ពស់នៃការដាំដុះជាការពិតណាស់ខ្ញុំមិនហ៊ានប្រថុយនឹងវាប្រហារអ្នកនៅក្នុងមុំមនុស្សទេប៉ុន្តែនេះជាករណីអំណាចនៃអរិចម្រាញ់ប្រលឹងដ៏អស់កលុបនេះអាចត្រូវបានកើនឡើងជានិទុសនប្រសិនបើចែកចាយនៅទីនេះសូម្បីតែអ្នកជាព្រះសង្ឃក្នុងអាណាចក្រទី3ក៏ពិតជាគ្មានឱកាសរួដែរអ្នកនឹងខ្ញុំការចុះភ្នំប្រហែលមិនមែនគ្រាន់តែជាការសម្លាប់ទេថ្ងៃនេះខ្ញុំចង់ប្រើលេខនេះដើម្បីដឹងថាវាឈើពិតឬអត់ខ្ញុំមិនដែលគិតអំពីតុកតានៅក្បែរអ្នកទេវាបានប្រែក្លាយថាជារូបកាយដ៏វិសុទ្ធនៃទេពកោសល្យដែលពិតជាស័ក្តិសមក្នុងការថ្វាយដល់ព្រះមហាក្សត្រក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធបាទឥឡូវនេះមុំមិនទាំងអស់មានគឺតុកតានិងដូនជីទុនខ្សោយសហការីរបស់ខ្ញុំចាប់គាត់វាដូចជាការរើសអ្វីមួយចេញពីការបូកឡផុយស្រួយហេretracement 3រួចរាល់លោកគ្រូខ្ញុំពិតជាល្អណាស់ខ្ញុំចង់រៀនខ្ញុំមិនអាចមើលឃើញកម្រិតដាំដុះរបស់បុគ្គលនេះក្នុងគ្រួសាររបស់ខ្ញុំទេហេដូច្នេះតើអ្នកធ្វើអ្វីលើនេះដែលអ្នកបានប្រគល់វាទៅទ្វាររបស់អ្នកគ្រាន់តែរីករាយជាមួយវាយល់ហេសូមមកនេះវត្ថុនេះត្រូវបានគេហៅថា Ziyujengវាត្រូវបានគេរកឃើញនៅលើដងខ្លួនរបស់អ្នកដាំដុះថ្នាំដែលបានលាបទ្វារទឹកថ្នាំនៅពេលនោះពួកគេប្រហែលជាជាប់តាក់ទងនឹងអ្នកបង្កាត់អារក្សដែលបានសម្លាប់ឪពុកម្ដាយរបស់អ្នកខ្ញុំមិនដឹងថាអ្នកបណ្ដុះបិសាចកំពុងរៀបចំផែនការអ្វីក្នុងលោកនេះទេមាននរណាម្នាក់ត្រូវបានសម្លាប់នៅថ្ងៃនេះខ្ញុំខ្លាចថាពួកគេនៅស្ងៀមគ្រប់ទីកន្លែងក្នុងទីក្រុងថេងហាវអ្នកយើងក៏កំពុងស្វែងរកដាននៃយ៉ោឈីផងដែរប៉ុន្តែលើកនេះគេបានបាត់ខ្លួនដោយគ្មានដានខ្ញុំក៏នឹងរាយការណ៍អំពីបញ្ហានេះទៅមេដឹកនាំនិកាយហើយពួកគេនឹងត្រូវបានលុបបំបាត់ដរាបណានឹងយាយអាចសង្សឹកខ្ញុំដងឡើយនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើអ្វីនោះទេឪពុកម្ដាយរបស់អ្នកត្រូវតែខូខើប្រសិនបើពួកគេដឹងខ្ញុំបានយកសាកសពឆេនឈៀវចេញមុនគេសូមមានសុវត្ថិភាពវិជ្ជាបណ្ឌិតដ៏ល្បីល្បាញបានដើរយឺត